នាងសត្វខ្លាមួយដើរស្វែងរកស៊ីតាមទម្លាប់វាលុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោតក៏ស្រែកសួរទៅថាយើបងម៉ាំងកាយេឯងដើររកស៊ីអ្វីហ្នឹងគីង្គក់តបថាចុះបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីគីង្គក់តបថាយើងក៏ដើររកស៊ីដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលោតម្ដងបានមួយស៊ុញដូច្នេះតើចាប់សត្វអ្វីនឹងបានគីង្គក់ក៏អួតអាត្មាប្រាថ្នាខ្លាកោតខ្លាតថាយើធ្វើបើខឿនយើងលោតតិចដូច្នេះបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចក្តីធំប៉ុន្មានក្តីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដោយសម្ដីថានេះយើងលោតប្រឡងគ្នាពីត្រីព្រែកមកខាងទូត្រីមកខាងមើលបើបងឯងលោតឆ្លងដល់យើងជឿថាពូកែមែនគីង្គក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះតែកាលណាវារៀបនឹងលោតរមែងចៅកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលមុនវានឹងលោតទៅនោះទើបគីង្គក់តបទៅថាខ្លាចអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថាហាត្រូវបងឯងលោតទៅចុះខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតគីង្គក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះធ្វើកិរិយាយ៉ាងណាដែរក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ឯគីង្គក់កាលខ្លាមកឈរពីមុខឃើញពេលល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ស្រែកថាហាហើយខំកន្ទុយជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រីមកខាងមួយរំពេចអំណាចកន្ទុយខ្លាវត្តទៅមុខនោះដោយទាំងគីង្គក់ទៅផងដោយជាដុំដីដែលគេចោលនឹងឈើដង្ហុកធ្លាក់ហួតទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនអាចដឹងបាំងប្រែប្រានទៅខាងក្រោយវិញស្រែកហៅថាបងម៉ាំងកាយេអើយមកគីង្គក់ឆ្លើយគូកនៅឯនេះហើយខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថាបងម៉ាំងកាយេពូកាយមានហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនទាន់ឃើញរឹតបងឯងនៅឡើយទេបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតគីង្គក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះបានសត្វប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរឿសត្វនោះលបងគ្នាមើលតើអ្នកណាច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានច្រើនឯគីង្គក់ក្រោយខ្លាចេញទៅនោះខំសង្វាតលោតទៅមិនដឹងនឹងចាប់សត្វណាបានទេព្រោះធ្លាប់តែចាប់ជន្លេននិងស្រមោចសង្អាលោតបន្តិចទៅឃើញមានឈួងមួយដុំពុនគ្រាប់សណ្ដែកក៏លេបឈួងនោះចូលទៅលោតបន្តិចទៀតទៅឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវលេបថែមទៅទៀតលោតបន្តិចទៀតទៅឃើញគ្រាប់អង្ក្រេមអង្ក្រមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពេញនោះរួចក៏ត្រឡប់វិលមកចាំខ្លាខាងដែរវិញឯខ្លាកាលបើស្វែងរកសត្វបានសពគ្រប់ហើយក៏ត្រឡប់មកឯកន្លែងដើមតាមសន្យាលុះមកដល់ឃើញគីង្គក់អង្គុយចាំច្រពុកក៏សួរថាយើបងម៉ាំងកាយេមកដល់ហើយហាគីង្គក់តបថាយើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប៉ុន្មានមុខបងឯងរើសចេញមកមើលយើងនឹងកត់ត្រាខ្លារើសសាច់នានាជាច្រើនមុខប្រាប់គីង្គក់រើសចេញអស់ទៅប្រាប់ថាអស់តែប៉ុណ្ណេះទេគីង្គក់រើសចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើសបញ្ចេញឈួងមកមុនខ្លាសួរថាសត្វអីបងគីង្គក់ថានឹងគេហៅថាគៀសរមួយខ្លាស្ដាប់មិនបានអង្វរថាកុំនិយាយបាលីបាគូបងសូមប្រាប់ជាសម្រាយមកចុះគីង្គក់ប្រាប់ថានឹងគេហៅថាគុយរ៉ូម៉ាខ្លាក៏កោតថាយើខំដល់ទៅរ៉ូម៉ាថងទី2រើសឆ្អឹងត្រីស្លាតចេញមកទៀតខ្លាសួរថាសត្វអីសកុះដូចនេះបងគីង្គក់ប្រាប់ថាផ្លាក់ដំរីស៊ូកខ្លាថាអាណិតទៅកុំនិយាយបាលីបាគូល្វី
គីងគក់ថានឹងហើយគេហៅថាភ្លុកដំរីសខ្លារត់តែកោតថាអាយ៉ាលេងដល់ភ្លុកដំរីសទៀតផងចុះអស់ប៉ុណ្្នឹងហើយឬនៅទៀតបងគីងគក់ថាយើអស់ប៉ុណ្្នឹងអ្នកម៉ែនៅច្រើនមុខណាស់បងឯងចាំតែរាប់ចុះទី3រើទម្លាក់ក្របអង្ក្រេមអង្ក្រមចេញមកខ្លាសួរថាសត្វអ្វីក្រហមផងខ្មៅថងដូចនេះបងគីងគក់តបថាផ្នាអាឃ្លៀកខ្លាថាសុំនិយាយជាសម្រាយទៅវិញមើលគីងគក់តបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងណៃខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគីងគក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារត់ភ័យខ្លាំងឡើងចេះតែរត់ទៅគីងគក់ខំដេញតាមពីក្រោយលុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកសួរថាបងម៉ាំងកាយេរត់ទៅណាគីងគក់ថាបងជាបុរិលខ្ញុំដេញតាមខ្លាវារត់ទៅមិញបងប្រទះដែរឬអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគីងគក់នឹងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងំពួនលើគុម្ពឫស្សីគីងគក់ឃើញស្រែកប្រាប់ទៅគីងគក់ថាវានៅឯនេះទេគីងគក់ថាបងឯងចាំនៅត្រង់ទីនេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ខំឡើងតាមវល់និងមែកឈើទៅបានពាក់កម្ដៅគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឬសូប្រកអណ្ដើកថាបងគីងគក់ថាខ្ញុំចុះមកបោចវ៉ាល់យកទៅចងវាតែម្ដងខ្លាលីដូច្នេះស្ទុះលោតចុះរត់ទៅទៀតទៅឃើញដើមឈើមួយដើមធំក៏ត្រេករខំឡើងទៅនៅសំងំមិនឲ្យសត្វទាំងពីរដឹងឯគីងគក់និងអណ្ដើកខំតាមដានទៅបាត់ដានត្រង់ដើមឈើនោះមើលលើឃើញឯខ្លាពួនក្រាបនៅលើមែកឈើក្រៀមមទៅស្រែកប្រាប់គ្នាថាកូនយើងវានៅទីនេះទេគីងគក់ប្រាប់ថាបងជាបុរិលឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ខំប្រវេប្រវាលឡើងទៅជិតប្រកាបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមកដីដោយទាំងខ្លួនវាមកដល់ដីអណ្ដើកឃើញសួយថាម្ដេចដូច្នេះគីងគក់ថាយើងគិតរលំឈើនេះវិញឲ្យដួលមកនឹងចាប់អណ្ដើកបោទំតិចគល់ឈើនោះឮសូរពោករួចគីងគក់ធឿបញ្ចេញសំឡេងឮតែក្រឹតហើយស្រែកបន្ថថាហារលំឈើហើយខ្លាឮថាវារលំទទួលក្រឡេកមើលទៅលើឃើញពោករសាទលឿនស្លើយស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយវ៉ាន់ប្រទះនឹងតាចាស់ម្នាក់ធัวជាងដែកខ្លាចូលទៅសំពះតាចាស់នោះថាសូមឲ្យជួយយកអាយុខ្ញុំផងត្បិតគីងគក់នឹងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតតាចាស់តបទៅនឹងខ្លាថានៅចុះសូមអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យអាគីងគក់អណ្ដើកធัวអ្វីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាអ៊ុញមកទៀតហើយតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសັບខ្លាំងទៅខ្លារឹតតែសັບខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះបានយកទ្រាប់គូតអង្គុយហើយថាជាហើយចាំតែធឿដែករួចសំស្ងោបន្តិចឃើញគីងគក់ទៅដល់ទៀតខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នាប់ផ្ទាប់នឹងចង្កេះទៅខ្លាធัวតាមឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែពើតរុះកោសកំបិតភ្លឹកគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តោកនៅកណ្ដាលវាលគីងគក់ក្រឡេកមើលប្រាប់ទៅអណ្ដើកថាបងជាបុរិលឯងមើលខាងក្រោមអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអព្រួយហើយអើតក្បាលចូលទៅក្នុងជើងខោខំក្រឹបដោយចង្គំដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបះជើងច្រងគីងគក់ស្រែកថាទៅកូនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នាប់នោះទៅផងគីងគក់ដេញតាមទៅដោយជិតមាត់ស្ទឹងមួយមានទឹកជ្រៅគីងគក់ស្រែកឲ្យអណ្ដើកថាបងប្រយ័ត្ន
ខំស្តាក់គង់ឲ្យវាលោតទឹកក្រែងបាត់ដានខ្លាលឺក៏លោតទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលិចស្លាប់ទៅ